វីតាមីន C មានប្រយោជន៍បែបណាចំពោះស្បែកអាចទទួលបានពីអ្វីខ្លះវីតាមីន C ត្រូវបានគេស្គាល់ថាជាសារធាតុចិញ្ចឹមដ៏សំខាន់បំផុតមួយសម្រាប់សុខភាពក្នុងនោះក៏ល្អសម្រាប់ស្បែកផងដែរសពថ្ងៃមានផលិតផលផ្សព្វផ្សាយជាច្រើនដែលអះអាងថាមានផ្ទុកវីតាមីន C និងថាអាចជួយការពារស្បែកឲ្យនៅក្មេងជាងវ័យនិងសភ្លឺថ្លាវីតាមីន C ពិតជាដោយវេទមន្តមែនដែរទេអត្ថបទនេះនឹងផ្ដល់ឲ្យគ្នាយើងនៅព័ត៌មានបន្ថែមអំពីការប្រើប្រាស់វីតាមីន C នេះ 1. ការពិតនៃវីតាមីន C វីតាមីន C ជួយថែរក្សាសម្រស់និងបង្កើនដល់ចរន្តឈាមវីតាមីននេះជួយកាត់បន្ថយនឹងអុកស៊ីសែនសកម្មនិងការពារស្បែកពីភាពចាក់ខ្មៅជួយបំបត្តិស្នាមអុចខ្មៅនិងស្នាមអុចខត្នោតនៅលើស្បែកវីតាមីន C ក៏ជួយកាត់បន្ថយនឹងការផលិតជាតិពណ៌មេឡាញីនផងដែរវីតាមីន C មាននាទីការពារអង់ស៊ីម Tyrosinase មានន័យថាវាមានការកំលត់នៅការបំផ្លែងសារជាតិមេឡាញីនការពារការបង្កើតនិងមានឥទ្ធិពលលើមេឡាញីនវីតាមីន C អាចជួយឲ្យស្បែកប្រឆាំងនឹង Radical Series ដែលបានបណ្ដាលឲ្យស្បែកឆាប់ចាស់និងកាន់តែខ្មៅក្រៅពីនេះវីតាមីន C ក៏ជួយបង្កើននូវបរិមាណជាតិស្ករ Glutathione និងវីតាមីន E ក្នុងរាងកាយផងដែរដែលសារធាតុទាំងពីរនេះត្រូវបានគេស្គាល់ថាជាសារធាតុប្រឆាំងអុកស៊ីតកម្ម Glutathione ក៏ជួយឲ្យស្បែកផលិត Phenylalanine ជំនួសឲ្យ Eumelanine ផងដែរជាលទ្ធផលដែលធ្វើឲ្យស្បែកយើងភ្លឺថ្លាជាងមុនវីតាមីន C ក៏ជួយដល់បំបត្តិស្នាមដែលមានបន្ទាប់ពីការជាសះស្បើយពីរបួសឬបង្កើតស្បែកឡើងវិញបន្ទាប់ពីការកើតមុនជួយដល់កោសិកា collagen បង្កើតភាពយឺតយន់និងរឹងមាំរបស់ស្បែកវីតាមីននេះថែមទាំងបង្កើនការបញ្ចេញក្រពែងសេប៊ូមនិងរន្ធញួយតូចៗកង្វះវីតាមីន C ធ្វើឲ្យយើងងាយនឹងមានបញ្ហាស្បែកឧទាហរណ៍ស្បែកងាយមានស្នាមជាំមានការហូរឈាមនិងកាត់បន្ថយនូវសមត្ថភាពក្នុងការជាសះស្បើយ 2. តើវីតាមីន C ធ្វើឲ្យស្បែកសមែនទេយើងត្រូវយល់ពីស្បែកដើម្បីយល់ពីយន្តការនៃវីតាមីន C រចនាសម្ព័ន្ធនៃស្បែកមាន3ស្រទាប់គឺស្រទាប់ខាងលើ Epithelium ស្រទាប់កណ្ដាល Mesoderm ស្រទាប់ខាងក្នុង Hypoderm ស្រទាប់សើមដែកគឺជាស្រទាប់ខាងក្រៅបង្អស់នៃស្បែកដែលមាន4ស្រទាប់ធំៗគឺផ្ទៃខាងក្រៅដែលជាស្រទាប់កោសិកាស្នែង Horn cell layer the granule layer the spine layer និងស្រទាប់ខាងក្រោមស្រទាប់ខាងក្រោមគឺជាកន្លែងដែលសារជាតិពណ៌មេឡាញីនត្រូវបានផលិតជាមូលហេតុនៃការបង្កើតស្នាមវីតាមីន C មានប្រសិទ្ធភាពក្នុងការការពារនៃការកកើតនៃជាតិមេឡាញីនវីតាមីន C ក៏អាចចាក់ចូលទៅក្នុងផ្នែកខាងក្រោមនៃស្រទាប់ខាងក្រោមបានអាចយូរទទួលបានប្រសិទ្ធភាពតមីន 3. ការបន្ថែមវីតាមីន C ដល់ស្បែកការលាបវីតាមីន C លើស្បែកគ្នាយើងគួរតែជ្រើសរើសនៅផលិតផលណាដែលមានផ្ទុកនូវវីតាមីន C និងមានកំហាប់ខ្ពស់ជាមួយនឹងកម្រិត pH មធ្យមព្រោះកម្រិត pH ខ្ពស់ពេកនឹងបណ្ដាលឲ្យរលាកស្បែកបានគុណវិបត្តិនៃការលាបវីតាមីន C គឺបានតែលើផ្ទៃខាងលើតែប៉ុណ្ណោះដោយវាមិនអាចឆ្លងកាត់ស្បែកចូលទៅក្នុងខ្លួនយើងបានទេបរិភោគវីតាមីន C ពីអាហារវីតាមីន C មានច្រើននៅក្នុងផ្លែឈើនិងបន្លែការបរិភោគវីតាមីន C ត្រូវបានប្រើប្រាស់ជាទូលំទូលាយហើយមានសុវត្ថិភាពណាស់យើងគួរតែបរិភោគជាប្រចាំរយៈពេលយូរដើម្បីទទួលបានផលប្រយោជន៍ល្អបំផុតការចាក់វីតាមីន C ចូលទៅក្នុងស្បែកវិធីនេះមានគ្រោះថ្នាក់ជាងបំផុតខ្លាំងណាស់ដែលអាចបណ្ដាលឲ្យយើងឈុកបានប្រសិនបើយើងឈុកឬពុលដោយសារវីតាមីនជារឿងគួរឲ្យបារម្ភព្រោះការពុលជាតិវីតាមីនមានគ្រោះថ្នាក់ជាងការឈុកដែលមកពីជាតិពុលផ្សេងទៀត 4. ផឹកវីតាមីន C វីតាមីន C មានភាពងាយស្រួលជាមួយនឹងការអន្តរកម្មជាមួយសារធាតុផ្សេងៗហើយក៏មិនមានផលប៉ះពាល់ដល់ស្បែកនៅពេលកំពុងជាបាល់ផឹកវីតាមីន C ជាវិធីងាយស្រួលនិងមានប្រសិទ្ធភាពអ្វីសុទ្ធតែមានមុខពីរយើងមិនគួរប្រើវីតាមីន C ច្រើនពេកទេយើងគួរតែប្រើវាក្នុងកម្រិតដែលមានប្រសិទ្ធភាពខ្ពស់បំផុតចាសសូមអរគុណ